ការនៅជាមួយខ្លួនឯងគឺជារឿងមួយដែលសំខាន់ដែលមនុស្សគ្រប់រូបគួរតែចាប់ផ្ដើមធ្វើវាតាមពិតទៅពាក្យនេះមានមនុស្សជាច្រើនដែលគាត់និយាយគាត់ថាការនៅមួយខ្លួនឯងគឺគាត់នៅរាល់ថ្ងៃឯងចាំបាច់ឯងនៅជាមួយខ្លួនឯងទៀតទេប៉ុន្តែអត្ថន័យនៃការនៅមួយខ្លួនឯងនេះគឺគេចង់ឲ្យយើងដឹងពីខ្លួនឯងឲ្យច្រើនថាតើខ្លួនឯងចូលចិត្តអីចង់ធ្វើអីវាដូចជាការរៀប plan មើលខ្លួនឯងគម្រោងមើលខ្លួនឯងអញ្ចឹងព្រោះពេលខ្លះជីវិតយើងម្នាក់មួយថ្ងៃគឺយើងរវល់រឿងរលួយរកាក់អញ្ចឹងជីវិតចាំគ្រួសារបង់ធនាគារឬក៏មានកាតព្វកិច្ចផ្សេងទៀតច្រើនអញ្ចឹងទៅអញ្ចឹងម្នាក់អាចនឹងដើរក្នុងផ្លូវខុសគ្នាប៉ុន្តែគោលបំណងតែមួយគឺម្នាក់ចង់បានសុភមង្គលនៅក្នុងគ្រួសារខ្ញុំជឿជាក់លើចំណុចនេះគឺអត់មានណាគេអត់ចង់បានសុភមង្គលក្នុងគ្រួសារទេអញ្ចឹងដើម្បីបានសុភមង្គលនឹងមកយើងដែលជាបុគ្គលម្នាក់នៅក្នុងគ្រួសារក៏ដូចជាមនុស្សម្នាក់នៅក្នុងគ្រួសារយើងក៏ត្រូវតែដឹងដែរថាតើយើងចូលរួមចំណែកអីគេខ្លះនៅក្នុងគ្រួសារមួយហ្នឹងជាទូទៅនៅពេលដែលយើងនិយាយពាក្យថាការនៅមួយខ្លួនឯងយើងតែងតែគិតថាស្ដាប់ទៅវាប្លែកប៉ុន្តែបើយើងគិតឲ្យដល់ទៅវាអត់ប្លែកទេដោយសារអីយើងពេលខ្លះយើងព្យាយាមយល់ពីអ្នកដទៃប៉ុន្តែយើងអត់ដែលព្យាយាមយល់ពីខ្លួនឯងទេតែពិតខ្លួនយើងនៅមានរឿងជាច្រើនដែលយើងអត់យល់ពីខ្លួនឯងពេលខ្លះយើងទៅណាម្នាក់ឯងណាយើងតែនិយាយថាមកម្នាក់ឯងរៀងអមសុកចង់ដើរមានគ្នាឬក៏អីអញ្ចឹងណាជាក្រុមជាពួកម៉ាជាសង្សារជាស្នេហាជាប្តីប្រពន្ធអីចឹងទៅអញ្ចឹងពេលខ្លះយើងក៏ថាអត់ទេពេលខ្លះយើងដើរម្នាក់ឯងមានអារម្មណ៍ថាវាសេរីភាពអញ្ចឹងអារម្មណ៍របស់យើងនឹងអារម្មណ៍របស់មនុស្សយើងនឹងគឺតែងតែប្រែប្រួលតាមពេលវេលាតាមទីកន្លែងវាអត់ថិតថេរទេអញ្ចឹងពេលខ្លះយើងត្រូវការសួរខ្លួនឯងថាតើអ្វីដែលជាចំណុចដែលយើងចង់បានពិតប្រាកដនៅក្នុងជីវិតរបស់យើងអញ្ចឹងបើគេសួរយើងភាគច្រើនយើងតែគិតថាអ្វីដែលយើងចង់បានជាងគេគឺលុយប៉ុន្តែយើងភ្លេចគិតថាដើម្បីបានលុយហ្នឹងយើងត្រូវធ្វើឲ្យគេខ្លះអ្នកខ្លះសុខចិត្តទៅធ្វើការទាំង stress ផឹងរកស៊ីទាំង stress ដើម្បីអីដើម្បីបានលុយមកកសាងសុភមង្គលគ្រួសារមកចិញ្ចឹមជីវិតមកភេទអីផ្សេងចឹងទៅតែគាត់ដែលសួរខ្លួនឯងទេថាគាត់ពេញចិត្តធ្វើនៅរឿងការងារទាំងអស់ហ្នឹងអត់ដែលបានសួរទេអ្នកខ្លះក៏គាត់សួរអ្នកខ្លះដែលគាត់សួរនឹងហើយបានចេញជាសំណួរក៏ដូចជាចម្លើយជាច្រើនដែលខ្ញុំឃើញនៅក្នុងបណ្ដាញសង្គមបច្ចុប្បន្នគឺគាត់មានការ challenge គ្នាច្រើនតែគេហៅថាអីគេresign តាម trend ហើយក៏មានអ្នកដែលគាត់ចូលមកនិយាយច្រើនថាការ resign មិនមែនជាការធ្វើតាម trend ទេការ resign របស់គាត់គឺគាត់ find out ខ្លួនឯងថាគាត់អត់ belong to កន្លែងហ្នឹងគាត់ចង់ឲ្យបានផ្លូវចិត្តរបស់គាត់ហ្នឹងល្អប្រសើរអញ្ចឹងមនុស្សឥឡូវខ្ញុំឃើញថាមានការប្រែប្រួលច្រើនពីមុនឲ្យតែបានលុយឬក៏ឲ្យបានចំណូលក៏សុខចិត្តធ្វើការងារហ្នឹងទាំង stress ទាំងពិបាកចិត្តមិនគាត់ធ្វើដែរប៉ុន្តែឥឡូវគាត់បែរជាគិតថាអាmental health របស់គាត់ឬក៏សុខភាពផ្លូវចិត្តរបស់គាត់ហ្នឹងគឺសំខាន់ជាងលុយដែលគាត់រកបានអញ្ចឹងយើងឃើញថារាល់ថ្ងៃមនុស្សជាច្រើនគាត់គិតទៅផ្លូវហ្នឹងហើយគាត់ព្យាយាមយល់ពីខ្លួនឯងឲ្យបានច្រើនគាត់ព្យាយាមគិតថាគ្រប់យ៉ាងដែលកើតឡើងនៅក្នុងពិភពលោកយើងហ្នឹងវាមានហេតុនិងផលវាហើយវាក៏ជារឿងមួយដែលមនុស្សម្នាក់ត្រូវតែទទួលស្គាល់ដែរគ្រប់គ្នាតែងតែនិយាយថា
មនុស្សវាមិនដូចគ្នាអញ្ចឹងគេមិនឲ្យយើងធ្វើការប្រៀបធៀបទេអារឿងហ្នឹងវាពិតជាអញ្ចឹងមែនយើងអត់អាចយកផ្លែប៉ោមទៅប្រៀបធៀបមួយផ្លែខ្វិតហើយយើងក៏មិនអាចយកខ្លួនយើងទៅប្រៀបធៀបមួយអ្នកណាដែរពីព្រោះអីចំណេះដឹងរបស់មនុស្សម្នាក់អត់ដូចគ្នាទេការចាប់យកចំណេះដឹងក៏អត់ដូចគ្នាដែរពេលខ្លះយើងរៀនសាលាជាមួយគ្នាទេប៉ុន្តែវិធីក្នុងការរៀនឬក៏គេហៅថាគូក្បាលរបស់យើងចាប់បានវាអត់ដូចគ្នាទេអញ្ចឹងយើងអាចយកចំណុចហ្នឹងមកវាស់វែងបានទេហើយកុំព្យាយាមដាក់សម្ពាធលើខ្លួនឯងថាយើងចង់បានអញ្ចឹងត្រូវតែបានអញ្ចឹងតែចាំថានៅលើโลกនេះអត់មានរបស់អ្វីមួយដែលថិតថេរទេអ្វីដែលយើងចង់បានមិនមែនសិតតែបានដូចចិត្តយើងប៉ងទេអញ្ចឹងហ៊ានទទួលស្គាល់ការពិតហ៊ានទទួលស្គាល់នៅលទ្ធផលដែលយើងខំប្រឹងធ្វើវាមកបើសិនជាយើងធ្វើវាអត់ទាន់បានល្អយើងព្យាយាមធ្វើវាបន្តទៀតទៅធ្វើតាមលទ្ធភាពដែលយើងអាចធ្វើទៅបានហើយអាសា check សួរខ្លួនឯងថាតើខ្លួនឯងចង់បានអីហើយធ្វើរឿងនឹងដើម្បីអីនិយាយទៅត្រូវតែសួរខ្លួនឯងពីព្រោះអីនៅពេលដែលយើងអត់សួរថាខ្លួនឯងចង់បានអីហើយធ្វើរឿងនឹងដើម្បីអីយើងធ្វើរឿងអីមួយដូចអត់មានគោលដៅអញ្ចឹងផ្ដាំទៅអ្នកដែលនៅក្នុងជំនាន់ណាក៏ដោយ Gen Z ក៏ដោយ Gen Y ក៏ដោយ Alpha ក៏ដោយ Gen អីក៏ដោយគឺចង់ឲ្យពួកគាត់ព្យាយាមនៅជាមួយខ្លួនឯងបានច្រើនសួរខ្លួនឯងបានច្រើនហើយរកគោលដៅជីវិតឲ្យច្បាស់លាស់ទាំងអស់គ្នាពីព្រោះអីនៅពេលដែលយើងធ្វើអីមួយអត់មានគោលដៅច្បាស់លាស់គឺយើងនឹងមានអារម្មណ៍ថាយើងវង្វេងនៅថ្ងៃណាមួយអញ្ចឹងនៅពេលដែលយើងវង្វេងហើយយើងអត់ដឹងទេថាយើងត្រូវចាប់ដើមពីកន្លែងណាទៅជួនកាលទៅចាប់នេះខ້ອຍចាប់នោះខ້ອຍយ៉ាងទៅអញ្ចឹងព្យាយាមនៅជាមួយខ្លួនឯងបានច្រើនប្រាប់ខ្លួនឯងហើយរក្សាទំនាក់ទំនងនៅក្នុងសង្គមឲ្យបានល្អហើយធ្វើយ៉ាងណាឲ្យផ្លូវចិត្តរបស់យើងនឹងរឹងមាំគឺយើងត្រូវចេះទទួលស្គាល់នៅអ្វីដែលបានកើតឡើងហើយព្យាយាមដោះស្រាយវាទោះបីជារឿងនឹងធំប៉ុណ្ណាក៏ដោយត្រូវតែព្យាយាមអត់ធ្មត់នៅក្នុងការដោះស្រាយវា